Vì số nào kia chẳng không biết ôn ní nhưng mà bằng hai nào kia bị được biết nâng ca bạc cát Apple ID đời luôn ai hồi sắp không cho nam people mà phải buổi ní ra nào kia đại có là toàn che nâng ca bạc cát Apple ID complete mơ video ní đã chop nâng che bạc cát được luôn ai hay ca bạc cát ní đòi mình chăm bạch miên cho mình nâng chim mà account này tế cứ dân create mấy to tam đòn từ lời iCloud bà chẳng cứ nghĩ xua khăn mình thế nào kia còn tầm miên lấy từ sạp đây mấy mươi máu nào kia ai bạc cát Apple ID đời luôn ai bà này sắp mình không cho nam people mà phải buổi ní ok chẳng là bây giờ thưa ca bạc cát bán nào kia còn tầm miên chúng mình lấy từ sạp đây mỗi đại toàn bạc cát Apple IDហើយបច្ចេកក្នុងការបង្កើតនេះអ្នកគ្នាអាចបង្កើតដោយខ្លួនឯងដោយផ្ទាល់បានអញ្ចឹងដើម្បីយើងធ្វើការបង្កើតបានអ្នកគ្នាត្រូវ sign in នៅបើអ្នកមាន iCloud ចាស់អាច sign in ចោលទៅគឺយើងអាចបង្កើតដោយខ្លួនឯងយើងដាក់ password របស់យើងហើយកុំឲ្យអ្នកណាដឹងអីចឹងទៅដើម្បីសុវត្ថិភាពនៅទូរស័ព្ទដៃយើងផងដែរតាក់ទងជាមួយនឹងរូបភាព iCloud អីអ្នកគ្នាបាទអញ្ចឹងដើម្បីបង្កើតបានអ្នកគ្នាចុចចូលទៅក្នុងខាងលើនេះបាទគេដាក់ Apple account ណាអូខេចឹងមកដល់ចំណុចនេះអ្នកគ្នាមើលខាងក្រោមបំផុតគឺគេដាក់ don't have Apple account ចឹងអ្នកគ្នាកន្លែងនេះគឺយើងយកផ្នែកខាងក្រោមផុតគឺយើងបង្កើតសម្រាប់មនុស្សពេញវ័យបាទចាប់ពី18ឡើងចឹងអ្នកគ្នាយកផ្នែកខាងក្រោមផុតបាទខ្ញុំចុចយកខាងក្រោមហើយអ្នកគ្នាអាចចាំបន្តិចវាកំពុងតែដំណើរការមកដល់ត្រង់ចំណុចនេះគឺផ្នែកខាងលើគឺយើងដាក់ជាមួយនឹងឈ្មោះរបស់យើងបាទខាងក្រោមយើងដាក់ឈ្មោះនិងតកូលរបស់យើងមកបាទទៅខ្ញុំដាក់ប៉ុណ្ណេះអូខេចឹងខ្ញុំធ្វើការដាក់ប៉ុណ្ណេះបាទដាក់ឈ្មោះរបស់ខ្ញុំហើយគ្នាអាចដាក់ឈ្មោះរបស់អ្នកគ្នាមកអូខេហើយអ្នកគ្នាដាក់បែបណាក៏បានដែរហើយផ្នែកខាងក្រោមនេះគឺយើងជ្រើសរើសនៅថ្ងៃខែឆ្នាំកំណើតយើងអាចដាក់ឈ្មោះពិតមកដើម្បីយើងភ្លេច password អីយើងអាចស្នើសុំបានដោយខ្លួនឯងហើយវាសុវត្ថិភាពចឹងយើងដាក់ឈ្មោះដាក់ខែឆ្នាំកំណើតរបស់យើងអូខេចឹងគឺយើងដាក់ប៉ុណ្្នឹងមកហើយខ្ញុំចុច continueមកដល់ត្រង់ចំណុចនេះយើងអត់មានជាមួយនឹង Gmail ទេអញ្ចឹងយើងបង្កើតជាមួយនឹង Gmail iCloud ថ្មីយើងយកផ្នែកខាងក្រោមយើងដាក់ don't have and Gmail address អញ្ចឹងយក QQ នេះអ្នកគ្នាមើលតាមហ្នឹងទៅបាទអូខេអញ្ចឹងអ្នកគ្នាចុចកន្លែងហ្នឹងមួយបាទអញ្ចឹងកន្លែងនេះយើង create ជាមួយនឹង iCloud បាទជាមួយនឹង Gmail address របស់យើងបង្កើតឡើងថ្មីហើយកន្លែងនេះគឺយើងដាក់ចូលមកគឺអ្នកគ្នាដាក់អីក៏បានដែរដាក់ឈ្មោះរបស់យើងទៅហើយកន្លែងនេះបើវាមានចន់ជាមួយនឹងអ្នកដតីគឺវាឲ្យយើងដូរថ្មីអញ្ចឹងអ្នកគ្នាមិនភ័យវិប្រមទេបើដាក់ទៅវាអត់ដំណើរការអីយើងអាចដូរឈ្មោះថ្មីលាយជាមួយនឹងលេខលាយជាមួយអីទៅគឺយើងអាចប្រើប្រាស់បានហើយបាទអូខេអញ្ចឹងខ្ញុំដាក់ប៉ុណ្ណេះហើយខ្ញុំចុចជាមួយនឹង continue បាទអញ្ចឹងខ្ញុំដាក់ជាមួយនឹង continue មួយបាទ continue តទៀតអូខេអញ្ចឹងយើង create យកតែម្ដងទៅបាទដោយសារវាមានចន់ជាមួយនឹងអ្នកផ្សេងទេហើយដល់ត្រង់ចំណុចនេះយើងធ្វើការដាក់ជាមួយនឹង password តើតើនឹងការដាក់ password គឺចាប់ពី8ខ្ទង់ឡើងហើយផ្នែកខាងមុខបំផុតគឺយើងដាក់ជាមួយនឹងអក្សរធំអញ្ចឹងបញ្ជាក់ផ្នែកខាងមុខគឺយើងដាក់ជាមួយនឹងអក្សរធំមួយគឺភាសាអង់គ្លេសហ្នឹងយើងដាក់អីក៏បានដែរហើយចុច continue អូខេអញ្ចឹងមកដល់កន្លែងនេះគឺវាទាមទារដាក់លេខទូរស័ព្ទដោយសារវាភ្ជាប់អូតូតែម្ដងចឹងខ្ញុំចុចជាមួយនឹង continue បន្តទៀតបាទបើវាអត់ចុចអូតូទេអ្នកនរគ្នាដាក់ជាមួយលេខទូរស័ព្ទអ្នកនរគ្នាហើយនេះខ្ញុំចុច again ទៅគឺយើងអាច sign in បាន 100% ហើយទៅលើការបង្កើតជាមួយនឹង Apple ID នេះបានជោគជ័យហើយអ្នកនរគ្នាអញ្ចឹងបើវា load មកជាមួយនឹង Gmail ឬក៏ load អីវាអត់ដំណើរការអ្នកនរគ្នាដូរឈ្មោះ Gmail ថ្មីទៅដូរឈ្មោះ iCloud ថ្មីទៅគឺអ្នកនរគ្នាអាចប្រើប្រាស់បានអញ្ចឹងឥឡូវនេះខ្ញុំបានបង្កើតបាន 100% ហើយខ្ញុំនឹងទៅធ្វើ test ក្នុងការ download ឲ្យអ្នកនរគ្នាមើលបាទអូខេអញ្ចឹងខ្ញុំចូលទៅជាមួយខ្ញុំអូខេខ្ញុំចូលទៅ App Store ខ្ញុំដើម្បីទៅ test download ឲ្យអ្នកនរគ្នាមើលអូខេអញ្ចឹងខ្ញុំធ្វើការ download ជាមួយនឹងកម្មវិធីមួយបាទទៅលើ TikTok អូខេអូអានេះ Gmail ខ្ញុំត្រូវបង្កើតតឡើងហើយអូខេខ្ញុំមិន down TikTok Studio នេះមួយហើយកន្លែងនេះយើងធ្វើការ install ហើយយើងដាក់ជាមួយនឹង password ដែលយើងបង្កើតមុននឹងចូលមកអូខេអញ្ចឹងយើងដាក់ password ចូល sign in បាទពេលនេះគឺវាបានហើយគឺខ្ញុំអាចទៅឡើងកម្មវិធីនេះបានហើយអញ្ចឹងខ្ញុំចុចបាទអូខេអញ្ចឹងឥឡូវនេះជោគជ័យហើយអញ្ចឹងសម្រាប់ការបង្កើត Apple ID នៅក្នុងឆ្នាំ2026នេះគឺពិតជាមានភាពងាយស្រួលខ្លាំងមែនទែនគ្រាន់តែយើងមានចំណងលេខទូរស័ព្ទដៃថ្មីមួយហើយយើងមិនចាំបាច់បង្កើតជាមួយនឹង Gmail អីទេអញ្ចឹងយើង create ជាមួយនឹង iCloud ផ្ទាល់តែម្ដង
អូខេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេ